ថ្វាយបង្គំព្រះអង្គមិនមែនគ្រាន់តែជាទូនាទីឬក៏កាតព្វកិច្ចនោះឡើយប៉ុន្តែគឺជាការដែលទូបង្គំបានដឹងគុណទៅកាន់ព្រះអង្គអរគុណទៅកាន់ព្រះអង្គអរគុណទ្រង់សម្រាប់គ្រប់ទាំងកលៈទេសៈទាំងអស់ជីវិតរូបកាយរបស់ទូបង្គំខ្យល់ដង្ហើមរបស់ទូបង្គំដែលព្រះបានផ្ដល់មកកាន់ទូបង្គំហើយទូបង្គំនឹងបញ្ជាក់ច្បាស់ថាព្រះអង្គគឺជាព្រះនៃទូបង្គំព្រះអង្គហើយទ្រង់បានធ្វើការគុំដឹងថាព្រះអង្គតែងតែធ្វើការជាមួយនឹងទូបង្គំទ្រង់ជាព្រះខ្ញុំសរសើរនាមទ្រង់ត្បិតទ្រង់បានធ្វើការប្រកាសជាមួយគ្នាហាឡេលូយ៉ាហាឡេលូយ៉ាហាឡេលូយ៉ាហាឡេលូហាឡេលូយ៉ាហាឡេលូហាឡេលូយ៉ាហាឡេលូហាឡេលូយ៉ាយើងនឹងច្រៀងចម្រៀងថាខ្ញុំច្រៀងចម្រៀងព្រះអង្គគឺជាព្រះអង្គជាហើយយើងនឹងរួចនៅធ្វើទីបន្ទាល់អស្ចារ្យសម្រាប់ព្រះអង្គធ្វើទីបន្ទាល់ការអស្ចារ្យពីព្រះអង្គទៅកាន់លោកដីទាំងមូលខ្ញុំច្រៀងចម្រៀងព្រះអង្គគឺជាព្រះដ៏អស្ចារ្យព្រះអង្គគឺជាព្រះដ៏មានអំណាចនិងចេតនាធ្វើបន្ទាល់ថាទ្រង់ព្រមបានអរយើងនឹងប្រកាសជាមួយគ្នាហាឡេលូយ៉ាហាឡេលូ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 សូមបងប្អូនមកបន្លឺសំឡេងឡើងយើងនឹងច្រៀងជាមួយគ្នាគឺជាសេចក្តីអធិដ្ឋានទៅកាន់ព្រះអង្គទូអង្វរនៅចំពោះព្រះអង្គនៅព្រឹកនេះយើងនឹងប្រកាសពីពាក្យថាហាឡេលូយ៉ាហាឡេលូយ៉ាសរសើរនឹងការព្រះអង្គហាឡេលូយ៉ាចុះចូលជាមួយនឹងព្រះអង្គចូលជាមួយនឹងព្រះអង្គហាឡេថ្វាយបង្គំព្រះអង្គថ្វាយដួងចិត្តព្រលឹងវិញ្ញាណយើងនៅចំពោះព្រះអង្គហាឡេលូយ៉ាព្រះអង្គសូមទ្រង់បានប៉ះពាល់ទ្រង់បានប៉ះពាល់ដល់ដួងចិត្តរបស់ទូបង្គំនៅព្រឹកនេះហាឡេសូមឲ្យទូបង្គំរាល់គ្នាបានបើកដួងចិត្តចំហនៅចំពោះព្រះអង្គសូមឲ្យទូបង្គំរាល់គ្នា
សុទ្ធកំពុងតែបានសម្ដែងការអស្ចារ្យព្រះអង្គកំពុងតែមានព្រះបន្ទូលមកកាន់ទូបង្គំ